បាទយើងចាប់ផ្ដើមផ្សាយផ្ទាល់បាទសូមអរគុណចំពោះអ្នកទាំងអស់គ្នាសូមស្វាគមន៍តាមក្រុមប្រឹក្សាមុនយើងចាប់ផ្ដើមខ្ញុំគ្រាន់តែចង់និយាយអំពីដំណើរការនៃកិច្ចប្រជុំហើយខ្ញុំធ្វើខាងក្រសួងក្រមរក្សាយុត្តិធម៌បរិស្ថានហើយយើងជាដំបូងចង់អញ្ជើញសមាជិកដែលត្រូវបានគេបោះឆ្នោតដើម្បីគាត់មានប្រសាសន៍ចំពោះក្រមរក្សាហើយចង់ឲ្យគាត់ធ្វើមុនបាទសូមជម្រាបសួរខ្ញុំតំណាងឲ្យអឺក្រុមនេះហើយសូមជម្រាបសួរល្ងាចនេះហើយក្រុមប្រឹក្សាដើម្បីខ្ញុំអាចចូលរួមថ្ងៃនេះដើម្បីរៀនហើយយើងនឹងធ្វើការជិតស្និទ្ធជាមួយគ្នាដើម្បីអឺដំណើរការក្រសួងបាទសូមទោសស្ដាប់គាត់អត់លើហើយខ្ញុំពិតជាសប្បាយចិត្តនឹងបម្រើសហគមន៍បាទបាទសូមអរគុណទាំងអស់គ្នានេះជាកិច្ចប្រជុំទី18ក្រុមប្រឹក្សាបរិស្ថានហើយយើងចង់ឲ្យកន្លែងផ្សេងៗនៅក្នុងរដ្ឋយើងចូលរួមអញ្ចឹងមុនយើងចាប់ផ្ដើមខ្ញុំចង់អឺទុកឲ្យអ្នកខាង ERG ដើម្បីនិយាយអំពីដំណើរការកិច្ចប្រជុំហើយនឹងតកតងនឹងការបកប្រែបាទសូមជម្រាបសួរខ្ញុំឈ្មោះ Sophia ធ្វើខាង ERG នៅអឺគេបានជួលមកដើម្បីរៀបចំកិច្ចប្រជុំអញ្ចឹងការផ្សាយផ្ទាល់នេះគឺមានអ្នកបកប្រែជាភាសា Spain, Portugal, Creole វៀតណាមខ្មែរហើយនិងភាសាសញ្ញាទៀតការបកប្រែមានភាសា Spain, Portuguese ជាភាសាវៀតណាមនិងខ្មែរអញ្ចឹងក្រុមប្រការបកប្រែឃើញជាសញ្ញាផែនដីឲ្យបងប្អូនអាចជួយទៅដើម្បីជ្រើសរើសភាសាអ្នកមានប្រសាសន៍គាត់ជ្រើសរើសភាសាអង់គ្លេសហើយបើសិនអ្នកទាំងអស់គ្នាចូលរួមតាមទូរស័ព្ទសូមជួចកន្លែងដែលមានសញ្ញាមីក្រូហើយធ្វើតាមការណែនាំដើម្បីនិយាយបានហើយអាចនឹងចូលទៅកាន់គេហទំព័រ erg.com ដើម្បីមើលអំពីដំណើរការកិច្ចប្រជុំបើសិនត្រូវការឧបករណ៍បកប្រែអាចនឹងទៅតាមគេហទំព័រដើម្បីរកឧបករណ៍ហើយកិច្ចប្រជុំនេះត្រូវបានគេថតទុកដើម្បីអាចនឹងមើលនៅពេលក្រោយតាមរយៈគេហទំព័រដដែលអញ្ចឹងបើសិនមានសំណួរអាចនឹងទម្លាក់សំណួរនោះនៅក្នុងប្រអប់សួរសំណួរនិងឆ្លើយសំណួរឬអាចលើកដែរដើម្បីសញ្ញាធ្វើមកកាន់យើងដើម្បីយើងអាចនឹងហៅឈ្មោះអ្នកដើម្បីសួរសំណួរហើយសួរសំណួរហើយគេនឹងបកប្រែឲ្យហើយបើសិនមានសំណួរផ្សេងទៀតអាចនឹង comment ក៏បានដែរនៅក្នុង chat អញ្ចឹងសូមនិយាយលើឲ្យលើដើម្បីអ្នកចូលរួមតាមអឺប្រព័ន្ធអ៊ីនធឺណិតអាចនឹងលើនេះអញ្ចឹងសូមមានប្រសាសន៍អឺនិយាយយឺតដើម្បីបកប្រែអ្នកបកប្រែអាចតាមតន់ហើយសូមប្រើភាសាសាមញ្ញសម្រាប់ការបកប្រែផងដែរហើយគ្រាន់តែប្រើប្រាស់ chat សម្រាប់ការតេតងប្រស្រ័យតេតងតែប៉ុណ្ណោះហើយយើងសូមឲ្យក្រុមប្រឹក្សាសូមអឺបើកវីដេអូក្នុងរយៈពេលប្រជុំបាទសូមអរគុណ Sophia ហើយជា next ចំពោះ ERG ដែលគេរៀបចំកិច្ចប្រជុំទាំងអស់នេះយើងចង់ឲ្យកិច្ចប្រជុំទាំងអស់នេះអាចនឹងចូលប្រើប្រាស់ទាំងអស់គ្នាដូចជាធ្វើជាភាសាផ្សេងៗដើម្បីមានភាពងាយស្រួលដើម្បីចូលរួមអញ្ចឹងខ្ញុំសូមទទួលស្គាល់អ្នកតំណាងឈ្មោះ Elliot ដែលបានចូលរួមសូមមានប្រសាសន៍ឬណែនាំខ្លួនបាទ
យើងចង់លើពីអ្នកបាទសូមអរុណសួស្តីសូមទោសសាយកម្មសួស្តីហើយខ្ញុំសូមមានប្រសាសន៍ខ្លីៗខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាចំពោះទីក្រុងឡូខ្ញុំជាអ្នកតំណាងឲ្យរដ្ឋដែលតំណាងឲ្យ North Townsburg និងកន្លែងមួយចំនួនទៀតដែលកន្លែងសាកលវិទ្យាល័យ UMass បាទសូមស្វាគមន៍ទាំងអស់គ្នាហើយសូមអរគុណដែលបានចូលរួមដែលបានគាំទ្រដល់ក្រុមប្រឹក្សាហើយខ្ញុំបានធ្វើការ25ឆ្នាំខាងការពារបរិស្ថានហើយក្នុងរយៈពេលហ្នឹងខ្ញុំបានធ្វើជានាយកខាងផ្នែកមួយហើយតមកគេបោះឆ្នោតឲ្យខ្ញុំធ្វើជាក្រុមប្រឹក្សានៅទីក្រុងឡូខ្ញុំមុនគេបោះឆ្នោតឲ្យខ្ញុំបានបញ្ចប់មុខរបរខ្ញុំផ្នែកការពារបរិស្ថានហើយនៅពេលដែលខ្ញុំធ្វើខាងការពារផ្នែកបរិស្ថាននៅ EPA ខ្ញុំយល់ច្បាស់នៅសារៈសំខាន់នៅការប្រមូលថវិកាដើម្បីរកយុត្តិធម៌បរិស្ថានឲ្យសហគមន៍នៅក្នុងរដ្ឋយើងដូច្នេះខ្ញុំចង់លើកឡើងប្រមាណចំណុចដូចជាថ្ងៃនេះខ្ញុំបានផ្ញើអឺនឹងជូនដំណឹងអំពីការសម្រេចអឺការប្រមូលថវិកា$3000,000សម្រាប់ការពារបរិស្ថាននេះជាថវិកាដែលជាក់លាក់សម្រាប់ប្រើប្រាស់នៅ Law និង Lawrence នៅរដ្ឋផ្សេងទីទីក្រុងផ្សេងទៀតនៅក្នុងរដ្ឋរបស់យើងសូមអរគុណចំពោះក្រុមប្រឹក្សាហើយខ្ញុំមានមោទនភាពដើម្បីបោះឆ្នោតហើយនៅពេលដែលយើងបានបញ្ចប់ពីវឹកមុនខ្ញុំបានបោះឆ្នោតឲ្យនឹងកែប្រែច្បាប់មួយដើម្បីរកគោលដៅខាងអឺបរិស្ថានហើយខ្ញុំបានអានច្បាប់នេះហើយវានិយាយអំពីសមភាពផ្នែកបរិស្ថាននិងអាកាសធាតុនិងជួយដល់សហគមន៍ដើម្បីឲ្យយើងរៀបការជារចនាសម្ព័ន្ធដើម្បីជួយសហគមន៍ផ្នែកបរិស្ថាននេះជាគ្រាន់តែការសម្រេចមួយនៅក្នុងច្បាប់នេះតែមានផ្នែកជាច្រើននៅក្នុងច្បាប់ហើយខ្ញុំអាចនិយាយយូរអំពីបរិស្ថាននិងក្រុមការសម្រេចរបស់ក្រុមប្រឹក្សាមួយនេះសូមអរគុណចំពោះអឺក្រុមប្រឹក្សាហើយយើងពិតជាចង់ថ្លែងអំណរគុណចំពោះការធ្វើការខំប្រឹងប្រែងដើម្បីជួយដល់ទីក្រុងយើងហើយដូចជាពិសេសនៅឡូនិងសហគមន៍នានាដើម្បីធ្វើឲ្យគុណភាពការរស់នៅមានការរីកចម្រើនគ្រប់ជ្រុងជ្រោយអញ្ចឹងបើសិនលោកអ្នកត្រូវការតាក់ទងតាមខ្ញុំអាចនឹងអឺផ្ញើជាអ៊ីមែលនិងតាក់ទងមកកាន់ការិយាល័យរបស់ខ្ញុំបាទសូមអរគុណសូមអរគុណឥឡូវយើងនឹងចាប់ផ្ដើមកិច្ចប្រជុំអញ្ចឹងខ្ញុំសូមឲ្យសូហ្វៀហៅវត្តមាន Alina Barnett បាទខ្ញុំមានវត្តមានបាទ Madeline Fraser Cook Melissa Harding Ferretti បាទខ្ញុំមានវត្តមាននៅទីនេះ Cheryl Hawley បាទមានវត្តមាននៅទីនេះ Caroline Hunt បាទ Namrita Kapoor Lydia Low បាទ Marcus Luna បាទ Peter Matthew Sophia Owen បាទវត្តមាននៅទីនេះបាទ Johnson Lanetti
Patricia Spence មក Gresham បាទវត្តមានខ្ញុំមានវត្តមាននៅទីនេះ Maria Belen Power មានវត្តមានបាទឥឡូវយើងនឹងនៅឡោមឬអនុញ្ញាតទៅលើអឺការសង្ខេបពីកិច្ចប្រជុំលើកមុនបាទខ្ញុំសូមអ្នកបកប្រែភាសា Mandarin ឈ្មោះ Wendy សូមអញ្ជើញបន្តនិយាយបាទយើងមិនលើទេបាទឥឡូវយើងហៅឈ្មោះសារឡើងវិញបាទ Clear Barnett អញ្ជើញបាទមានបញ្ហាទៅលើការសង្ខេបកិច្ចប្រជុំបាទសូមហៅវត្តមានឡើងវិញហើយបន្ទាប់មកយើងកែប្រែទៅលើសេចក្តីសង្ខេបពីកំណត់ត្រាកិច្ចប្រជុំលើកមុនបាទអញ្ចឹងយើងឥឡូវសម្រេចលើការអនុញ្ញាតពីកំណត់ត្រាកិច្ចប្រជុំលើកមុនបាទគេនិយាយថាខ្ញុំមានវត្តមាននៅទីនេះលើកមុនប៉ុន្តែតាមពិតខ្ញុំអត់មានវត្តមានទេបាទខ្ញុំការមានការកែប្រែទៅលើកំណត់ត្រាកិច្ចប្រជុំលើកមុនកាលពីខែ11ទេបាទអស្ចារ្យបាទអញ្ចឹងខ្ញុំសូមការអនុញ្ញាតដើម្បីអនុញ្ញាតឬអនុលោមឥឡូវហៅវត្តមានឡើងវិញបាទ Clear Barnett Madeline Fraser Cook Azardine Freddy បាទ Cheryl Holly ខ្ញុំអនុខ្ញុំអនុញ្ញាតខ្ញុំអនុញ្ញាតខ្ញុំយល់ព្រម Marcus Luna ខ្ញុំយល់ព្រម Peter Matthew Sophia Owen ខ្ញុំយល់ព្រម Ben Salinetti Patricia Spence Ari Zorn ខ្ញុំយល់ព្រម Miles Gresham និង Maria Belen Power ខ្ញុំយល់ព្រមបាទសូមអរគុណទាំងអស់គ្នាដូច្នេះពេលនេះយើងនឹងបើកឲ្យអឺបើសិនមានសំណួរឬមតិយោបល់ពីសាធារណជនហើយខ្ញុំនឹងទុកឲ្យសូហ្វីឬអ្នកផ្សេងដើម្បីអាចនឹងរៀបចំការដំណើរការនិងទានសំណួរពីសាធារណជនបាទសូមអញ្ជើញដូច្នេះសម្រាប់អស់លោកអ្នកដែលចូលរួមតាមអ៊ីនធឺណិតអាចនឹងទម្លាក់សំណួរនៅក្នុងប្រអប់ Q&A ឬអាចនឹងលើកដៃដើម្បីខ្ញុំអាចជ្រើសអ្នកដើម្បីអាចសួរសំណួរផ្ទាល់ឬផ្ញើតាមអនឡាញអាចនឹងដាក់បញ្ជូនតាមរយៈគេហទំព័រឬតំណភ្ជាប់ទៅនៅបានទម្លាក់នៅក្នុង chat អឺមសម្រាប់អស់អ្នកដែលចូលរួមផ្ទាល់អាចនឹងលើកdownយើងនឹងហៅឈ្មោះអ្នកហើយទុកឲ្យអ្នកសួរសំណួរឬចេញមតិមានអ្នកណាតាមអនឡាញមានសំណួរបាទមានមតិមួយចំនួនដែលទម្លាក់នៅក្នុង chat ខ្ញុំសូមអានបាទអឺមបាទសូមជំរាបសួរខ្ញុំចូលរួមជាមួយនឹង
ផ្នែកFederal Funding Club នៅទទួលជំនួយពីមូលនិធិមួយទៀត Grassroots ដែលយើងចង់ចូលរួមអឺ$50 លានសម្រាប់ចូលរួមដែលបានអឺដើម្បីចូលរួមដែលខ្ញុំអត់ដឹងថាគ្រប់គ្នាដឹងពីទាំងអស់នេះអញ្ចឹងខ្ញុំទម្លាក់តំណភ្ជាប់សម្រាប់អង្គការរបស់យើងនៅក្នុងនៅទីនេះអឺអ្នកដែលត្រូវការជំនួយឬទទួលប្រាក់ឧបត្ថម្ភអឺបើសិនមានអ្នកដែលបានលើកចំណុចនេះឡើងកាលពីកន្លងមកសូមអឺមិនចាប់អារម្មណ៍ចំពោះចំណុចនេះប៉ុន្តែបើសិនចាប់អារម្មណ៍អាចនឹងតាមយើងតាមរយៈតំណភ្ជាប់អញ្ចឹងមានតែមតិតែមួយប៉ុណ្ណោះបាទអត់មានអ្នកណាផ្សេងទៀតចូលរួមបញ្ចេញមតិទេបាទអញ្ចឹងយើងនិយាយពីប្រធានបទបន្ទាប់ដែលជាមានការបទបង្ហាញពីអ្នកធ្វើការជាមួយខ្ញុំដែលអឺគាត់អ្នកគ្រប់គ្រងផ្នែកឆ្នេរសមុទ្រដែលការពារឆ្នេរសមុទ្របាទអញ្ចឹងសូមនិយាយអំពីប្រវត្តិគាត់ខ្លីៗអឺយើងមានបញ្ហារោគលុបបំបាត់ឆ្នេរសមុទ្រដោយសារអឺសមុទ្របាទអញ្ចឹងអ្នកដែលរស់នៅតាមឆ្នេរសមុទ្រឬនៅក្បែរឆ្នេរសមុទ្ររងគ្រោះអញ្ចឹងយើងបានរៀបចំក្រុមនេះដើម្បីរៀបចំជារចនាសម្ព័ន្ធដើម្បីការពារតំបន់ឆ្នេរអញ្ចឹង Ariana គាត់នឹងនិយាយអំពីគម្រោងការនិងការអឺវិវត្តនិងឧបសគ្គមួយចំនួនដែលគេប្រឈមមុខបាទសូមអញ្ជើញមានប្រសាសន៍បាទសូមសាយ័ន្តសួស្តីម្ដងទៀតខ្ញុំអរគុណសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាដែលបានអនុញ្ញាតឲ្យខ្ញុំធ្វើការបទបង្ហាញអំពីអឺការរកការពារឆ្នេរសមុទ្របានអញ្ចឹងសូមអឺអធិស្ឋានចំពោះអ្នកដែលបានធ្លាប់លើខ្ញុំនិយាយពីទាំងអស់នេះបាទដូចជាអឺមន្ត្រី Powers បានមានប្រសាសន៍មែនយើងរកភាពធន់នឹងខាងឆ្នេរសមុទ្រដើម្បីយើងរៀបចំអឺរចនាសម្ព័ន្ធដើម្បីការពារឆ្នេរសមុទ្រនៅក្នុងរដ្ឋយើងឃើញមានក្រុមដែលធ្វើទាំងអស់នេះយូរឆ្នាំហើយអញ្ចឹងយើងរកភាពសហការចំណុចទាំងអស់នេះពីក្រុមទាំងអស់នេះដើម្បីការពារអញ្ចឹងអ្វីដែលយើងកំពុងតែធ្វើគឺយើងកំពុងតែបំពេញចន្លោះប្រហោងតាមរយៈរករចនាសម្ព័ន្ធអឺហើយនឹងរកភាពសហការរវាងសហគមន៍នៅដែលធ្វើផ្នែកទាំងអស់នេះហើយយើងបានមានកម្រងកន្លងមកគឺ mass ដែលមានភាពធន់ resilient mass ដែលគេមានគោលដៅគឺអឺមានលទ្ធភាពរយៈពេលខ្លីគឺអឺបាទគាត់សំទោសមិញអឺនិយាយបាទយើងចាប់ផ្ដើមកាលពីឆ្នាំ2023ដើម្បីអឺយើងរៀបចំអឺយើងធ្វើទាំងអស់នេះរហូតដល់ហើយយើងនឹងធ្វើជាគ្រឹះសម្រាប់អ្នកផ្សេងធ្វើការផ្នែកនេះផងដែរអញ្ចឹងខ្ញុំសូមនិយាយចំណុចនេះម្ដងទៀតគឺអឺមុនខ្ញុំនិយាយពីពេលវេលាយើងនិយាយពីគោលដៅជាមុនបាទអញ្ចឹងយើងមានគោលដៅ6នៅទីនេះអឺយើងបានជួលមតិនៅក្នុងពេលដែលយើងរៀបចំគោលដៅនេះនៅឆ្នាំ2023ខែ11ហើយយើងបានរកគោលដៅទាំងអស់នេះគឺអឺធ្វើឲ្យអឺអង្គការយើងឬផ្នែកយើងដែលមានគ្រឹះនៅក្នុងគោលដៅទាំងអស់នេះដើម្បីរក
ភាពយុត្តិធម៌បរិស្ថានអានេះជាបន្តពេលវេលារបស់យើងហើយនេះយើងដល់ចំណុចណានៅក្នុងដំណើរការនេះអញ្ចឹងយើងបានចាប់ផ្ដើមជាមួយនឹងការប្រស័យទាក់ទងទៅសហគមន៍ហើយយើងបានធ្វើនឹងជាដំបូងហើយយើងបាននិយាយអំពីគោលដៅយើងបានរៀបចំនិមិត្តឬចក្ខុវិស័យពីដើមហើយនៅពេលដែលយើងធ្វើការប្រស័យទាក់ទងនៅអឺខែ Fall ឆ្នាំកន្លងមកយើងបានធ្វើការស្ទង់មតិតាមអនឡាញហើយយើងមានអ្នកដែលទទួលផលប្រយោជន៍ពីអឺការផ្ដួចផ្ដើមរបស់យើងផ្នែកបរិស្ថានបាទអញ្ចឹងក្រុមទាំងពីរនេះគេជួយណែនាំគោលគម្រោងការរបស់យើងផងដែរបាទដើម្បីឲ្យណែនាំសម្រាប់បងប្អូននៅពេលដែលនិយាយអំពីភាពធន់ផ្នែកឆ្នេរសមុទ្រយើងសំដៅទៅលើចំណុចទាំងអស់នេះអញ្ចឹងយើងនឹងមានពីរកន្លែងយើងឃើញកន្លែងពណ៌សហគមន៍ពណ៌នៅតំបន់ពណ៌ខ្មៅនិងតំបន់ពណ៌អឺក្រូចផងដែរបាទអញ្ចឹងយើងចង់ឲ្យជាគម្រោងដែលរយៈពេលយូរអង្វែងមិនគ្រាន់តែ5ឆ្នាំពីព្រោះឆ្នាំ2030ជិតដល់មកដល់ហើយអញ្ចឹងយើងឃើញពេលយើងមើលអំពីការហក់ឡើងនៃសមុទ្រអឺយើងឃើញថាតំបន់ដែលមានពណ៌ក្រូចគឺគេរងគ្រោះជាពិសេសគេមានទន្លេចូលដល់សហគមន៍ទាំងអស់ហ្នឹងអញ្ចឹងយើងបានបន្ថែមសហគមន៍ទាំងអស់នេះនៅក្នុងគម្រោងការនេះទោះបីគេមិនរស់នៅតាមតំបន់ឆ្នេរសមុទ្រអញ្ចឹងកន្លែងដែលយើងរៀបចំគម្រោងគឺ78កន្លែងបាទ98បាទបាទអញ្ចឹងកន្លែងពណ៌ខៀវគឺជាកន្លែងដែលត្រូវរងគ្រោះនៅដល់ឆ្នាំ2027បាទខ្ញុំគិតថាវាពិបាកមើលឃើញពេលដែលយើងឃើញពីឆ្ងាយប៉ុន្តែអ្វីដែលយើងឃើញគឺសហគមន៍ទាំងអស់ដែលបានឃើញអំបញ្ញមិញគឺជាប់ពណ៌ខៀវបាទអានេះជាតំបន់ដែលរងគ្រោះហើយកន្លែងដែលពណ៌ក្រហមនិងពណ៌អឺ Pink ផងដែរគឺជាកន្លែងដែលផ្កាឈូកគឺកន្លែងដែលទទួលយុត្តិធម៌បរិស្ថានបាទអញ្ចឹងកន្លែងតំបន់ក្រហមគឺកន្លែងដែលយើងសម្រេចយុត្តិធម៌បរិស្ថានដែលវាគឺជាកន្លែងដែលរងគ្រោះផ្នែកការលិចទឹកផងដែរបាទនៅក្នុង Buzzards Bay និងកន្លែង Cape ក៏រងគ្រោះដែរបាទ បាទវិធីសាស្ត្ររបស់យើងក្នុងក្រុមប្រឹក្សាយើងខ្ញុំនិយាយទូទៅគឺយើងព្យាយាមស្វែងរកកន្លែងដែលរស់នៅតាមឆ្នេរសមុទ្រតាមរយៈយើងមើលទៅលើកន្លែងដែលអឺមានភាពខុសគ្នានៅតាមឆ្នេរសមុទ្រហើយនឹងឃើញថាយថាធម៌វិធីសាស្ត្ររបស់យើងអាចនឹងដំណើរការយ៉ាងម៉េចនៅតាមតំបន់នានា យើងមានកន្លែងតាមឆ្នេរសមុទ្រដែលខុសប្លែកពីគេមានកន្លែងសម្រាប់ដែលមានឆ្នេរសមុទ្រមានកន្លែងដែលជាអឺកាយសមុទ្រមានកន្លែងផ្សេងៗហើយយើងបានមើលទៅលើទាំងអស់នេះយើងឃើញកន្លែងដែលអឺទុកទឹកបាទនិងជំរកទឹកទាំងអស់ហ្នឹងបាទហើយតំបន់ទាំងអស់ហ្នឹងយើងឃើញនៅឆ្នេរណាដែលជាប់តំបន់ជំរកទឹកហ្នឹងបាទអញ្ចឹងអាស្រ័យទៅលើយើងរស់នៅតាមឆ្នេរមួយណាយើងអាចឃើញការហក់ឡើងនៃអឺពណ៌ទឹកសមុទ្រឬការលិចទឹកបាទយើងឃើញហានិភ័យផ្នែកឆ្នេរសមុទ្រដែល
កន្លែងមួយចំនួនដែលជាកន្លែងដែលមនុស្សរស់នៅជាច្រើនឬអឺមានយើងមើលតាមការរស់នៅរបស់ប្រជាជននៅកន្លែងហ្នឹងបាទហើយមាន15កន្លែងនៅតាមឆ្នេរសមុទ្រដែលយើងឃើញយើងបានរៀបចំជាផែនទីនៅខាងឆ្វេងដែរអានេះជាទំហំនៃការដែលយើងសូមឲ្យសហគមន៍ចូលរួមដើម្បីដោតទៅលើតំបន់ទាំងអស់នេះយើងចង់ឃើញមានការសហការគ្នាអឺទំលំទលាយចំពោះការរកភាពធន់ឆ្នេរសមុទ្រអអានេះគ្រាន់មិនមែនគ្រាន់តែគឺអឺយុទ្ធសាស្ត្រវិធីសាស្ត្រទូទៅប៉ុន្តែមានភាពជាក់លាក់តាមតំបន់នានាប៉ុន្តែកន្លែងដែលឃើញមានច្រើនជាងគេគឺកន្លែងដែលមានប្រែចូលទឹកសាបដែរបាទអញ្ចឹងទោះបីយើងរៀបចំសម្រាប់ឆ្នាំ2070មានកន្លែងដែលប្រឈមមុខនឹងហានិភ័យពេលនេះដូចជាឆ្នាំ2030ហើយយើងឃើញកន្លែងណាដែលអឺរងគ្រោះដែលមានមនុស្សជាច្រើនរស់នៅហើយនឹងមានអធនធានសម្រាប់សហគមន៍ច្រើនអញ្ចឹងយើងក៏សម្គាល់ទៅកន្លែងទៅលើការកន្លែងទាំងអស់ហ្នឹងជាមុនហើយវាអាស្រ័យទៅយើងរស់នៅតំបន់ណានៅតាមឆ្នេរសមុទ្របាទអញ្ចឹងទោះអាស្រ័យទៅលើអ្នករស់នៅតាមតំបន់មួយណាគឺមានវិធីសាស្ត្រផ្សេងៗនិងដែលមានភាពខុសគ្នាតាមកន្លែងដូចជាមានទឹកប្រៃនិងទឹកសាបបាទអញ្ចឹងអឺអ្វីដែលជាចំណុចស្នូលនៃគម្រោងការនេះគឺការអឺ post wide strategies ដែលយើងរកគោលការណ៍និងគោលការណ៍នយោបាយនិងការគ្រប់គ្រងនិងថវិកាសម្រាប់សម្រេចទាំងអស់នេះបាទអានេះជា15តំបន់ដែលយើងរកភាពធន់ផ្នែកឆ្នេរសមុទ្របាទយើងមានផែនទីដែលអាចនឹងមើលតាមអនឡាញដែលអឺមើលផ្ទាល់បានដែលអានេះគ្រាន់តែជារូបភាពដើម្បីបង្ហាញតំបន់ឆ្នេរទាំងអស់នេះបាទអានេះជាអឺតំបន់ផ្សេងៗនៅតាមឆ្នេរសមុទ្រកន្លែងអភិរក្សបាទបាទអានេះជាប្រភេទផ្សេងនៃឆ្នេរដែលយើងអនុវត្តវិធីសាស្ត្រយើងរបៀបផ្សេងតាមតំបន់ទាំងអស់នេះហើយអឺយើងដោះស្រាយចំពោះការលិចទឹកនៅតាមឆ្នេរសមុទ្របាទខ្ញុំបាននិយាយខ្លីៗអំពីនេះហើយអានេះជាសហគមន៍ដែលរងគ្រោះបំផុតយើងមើលទៅលើផ្ទះនិងទីជម្រកយើងមើលទៅលើហេដ្ឋារចនាសម្ព័ន្ធបាទហើយនឹងធនធានអញ្ចឹងយើងបានឲ្យជាលេខសម្រាប់តំបន់នានាទៅតងនឹងភាពដែលគាត់រងគ្រោះយើងអាចឃើញថាតំបន់ណាជាប់ហានិភ័យអ្វីខ្លះដូច្នេះអានេះជាផែនទីដែលខ្ញុំបាននិយាយដាក់ឲ្យគ្រប់តាមគេហទំព័ររបស់យើងដែលយើងបានផ្ញើតំណភ្ជាប់ចូលឆាតហើយអ្នកទាំងអស់គ្នាអាចនឹងមើលតបានបាទនេះជាតំបន់ដែលយើងអនុវត្តគម្រោងការរបស់យើងហើយនឹងមានឱកាសអ្វីខ្លះនឹងមានធនធានមួយចំនួនយើងមានការប្រជុំតាមសាធារណៈយើងនឹងធ្វើមួយខែ Winter នេះនិងខែ Spring ផងដែរដូចជាមានកិច្ចប្រជុំតាមអនឡាញដែលយើងបានធ្វើកាលពីខែ10ដែលមានព័ត៌មាន
ដែលធ្វើបច្ចុប្បន្នភាពបំផុតហើយនឹងមានធនធាននៅទីនោះយើងមានការបកប្រែក្នុង7ភាសានៅទីនោះឯកនឹងមើលឃើញការថតវីដេអូនឹងហើយនឹងការបកប្រែភាសាអឺតាមនឹងដែរអញ្ចឹងដូចជាអ្វីដែលខ្ញុំសង្ឃឹមគឺយើងអាចនឹងរៀបចំគម្រោងដំបូងក្នុងខែ Winter នេះឬ Spring យ៉ាងយូរបំផុតហើយនឹងមានឱកាសសម្រាប់និយាយជាមួយយើងអំពីធនធានដែលយើងនឹងបញ្ចេញដែលយើងនឹងលើកឡើងនៅក្នុងកិច្ចប្រជុំសាធារណៈដែលយើងនឹងធ្វើបន្តពីនេះហើយយើងមានអ្នកផ្ដោតទៅលើផ្នែក EJ ហើយនឹងមានអ្នកសម្របសម្រួលនៅក្នុងសហគមន៍ដែលចូលរួមជាមួយគម្រោងយើងហើយខ្ញុំសប្បាយចិត្តនឹងនិយាយជាមួយអ្នកមួយតមួយអំពីទាំងអស់នេះអញ្ចឹងអានេះជាព័ត៌មានផ្សាយតកតងមកកាន់ខ្ញុំបើសិនអ្នកចង់រៀនបន្ថែមឬមានសំណួរឬមានអីដែលត្រូវនិយាយអាចនឹងផ្ញើជាអ៊ីមែលអឺអ៊ីមែលរបស់ខ្ញុំ Dian Muan Mas បាទសូមអរគុណ Dian ណាបាទសូមអញ្ជើញបើសិនមានសំណួរពីក្រុមប្រឹក្សាមានសំណួរទេមានសំណួរឬចង់បញ្ចេញមតិខ្ញុំមានសំណួរទាក់ទងនឹងតំបន់គោលដៅគឺឲ្យគេសហការគ្នាពីព្រោះគេមានស្ថានភាពស្រដៀងគ្នាតើធ្វើយ៉ាងម៉េចរៀបចំទាំងអស់នេះមានជាការប្រជុំជាក្រុមប្រឹក្សាឬអីបាទដូច្នេះខ្ញុំមិនទាន់បានសម្រេចថាយើងនឹងធ្វើយ៉ាងម៉េចបាទខ្ញុំគិតថាការជួបជុំគឺរបៀបដែលយើងចាប់ផ្ដើមរកយុទ្ធសាស្ត្រផ្នែកជួយឆ្នេរសមុទ្រអញ្ចឹងយើងត្រូវការក្រុមអភិបាលផ្នែកហ្នឹងហើយរបៀបណាដែលយើងអាចនឹងសម្របសម្រួលទាំងអស់នេះនឹងមានការសន្ទនាទៅទៅនឹងចំណុចទាំងអស់នេះឬបើសិនយើងអាចនឹងរកអ្នកសម្របសម្រួលអឺយើងអាចមិនចាំបាច់ឲ្យរដ្ឋចូលមករៀបចំបាទអញ្ចឹងយើងកំពុងតែធ្វើការស្វែងយល់ចំណុចនេះសិនហើយក្នុងពេលខ្លីយើងអាចនឹងហៅUS Army Corps of Engineers ឲ្យគេមកជួយខ្លះដែរនឹងធ្វើការស្វែងរកស្វែងយល់ពីស្ថានភាពជាក់ស្ដែងហើយគេក៏បានមើលនឹងកែទៅលើកន្លែងដែលគេបដោតទៅលើនឹងគេធ្វើស្រាវជ្រាវដល់តំបន់យើងហើយគេនឹងធ្វើការស្រាវជ្រាវលម្អិតជាងអំពីគម្រោងការដែលអាចនឹងធ្វើបាននៅក្នុងតំបន់ទាំង3ហ្នឹងទាក់ទងនឹងការពារបរិស្ថានចឹងអានេះជាតំបន់ដែលយើងរកភាពធន់ផ្នែកឆ្នេរសមុទ្របាទអញ្ចឹងគេចុះទៅនិយាយជាមួយនឹងអឺមូលដ្ឋានផ្សេងៗនៅតំបន់ហ្នឹងហើយនិយាយជាមួយប្រជាជននៅតាមតំបន់ទាំងអស់ហ្នឹងបាទបាទហើយយើងបញ្ចែកជាតំបន់ដើម្បីយើងឲ្យក្រុមនៅក្នុងតំបន់ហ្នឹងធ្វើការជាមួយគ្នាទៅតងនឹងអ្វីដែលកើតឡើងនៅទីនោះដើម្បីរកភាពធន់ផ្នែកបរិស្ថានឬឃើញខាង Chelsea ឬកន្លែងដែលអ្នករស់នៅគឺមានភាពខុសគ្នាដែលយើងចង់ការសហការដើម្បីរកវិធីដើម្បីជួយគ្នាទៅវិញទៅមកដែលយើងចង់ឲ្យគេសហការដូចជានៅឯ Boston ដើម្បីរកការអឺដំណោះស្រាយផ្នែកនឹងហើយយើងក៏រកដំណោះស្រាយផ្នែកហិរញ្ញវត្ថុផងហើយនឹងទំហំនៃអនុញ្ញាតអនុលោមគម្រោងយើងសូមអរគុណសាវី
បាទសូមអរគុណខ្ញុំមានសំណួរដូចជា Marcos ដែរអឺដែលខ្ញុំនឹកឃើញពីការសហការគ្នាពីអភិបាលតាមតំបន់ហ្នឹងហើយគេមានអឺសមត្ថភាពផ្សេងគ្នាទោះបីគេមានបញ្ហាដូចគ្នាគេមានសមត្ថភាពខុសគ្នាចឹងខ្ញុំឆ្ងល់តើអ្នកបានគិតដល់របៀបដែលគេអាចនឹងចាត់បញ្ជូនធនធានដើម្បីជួយហើយបានគិតដល់សមត្ថភាពនិងអឺធនធានដែលតំបន់ផ្សេងមានដូចជា Boston Chelsea មានភាពខុសគ្នា New Wellesley បាទជាឧទាហរណ៍ណាបាទអានេះជាសំណួរល្អមែនទែនអញ្ចឹងការសង្ឃឹមរបស់ខ្ញុំគឺពេលដែលខ្ញុំលើកទឹកចិត្តការរៀបចំគម្រោងនិងការដាក់អត្ថភាពនៅតាមតំបន់យើងអាចនឹងឲ្យអ្នកដែលនៅតំបន់នានាឲ្យមានការសហការទោះបីអ្នករស់នៅក្នុងតំបន់ដែលនៅតំបន់ដីគោកអ្វីដែលប៉ះពាល់លើអ្នកមិនមែនជាអ្វីដែលប៉ះពាល់ទៅលើអ្នកផ្សេងអញ្ចឹងទោះបីអត់មានសមត្ថភាពយើងនឹងធ្វើបែបនេះទៅលើឆ្នេរសមុទ្រប៉ុន្តែតំបន់ដែលសហគមន៍ផ្សេងទៀតរស់នៅគេអាចនឹងមានឥទ្ធិពលទៅលើឆ្នេរសមុទ្របានអញ្ចឹងយើងមើលតាមអ្វីដែលយើងអាចគ្រប់គ្រងបានហើយយើងចង់គិតអំពីតំបន់ធំជាងសហគមន៍យើងហើយយើងមើលទៅលើបញ្ហាស្នូលដូចជាកន្លែងដែលលិចទឹកកន្លែងដែលមានបញ្ហាឆ្នេរសមុទ្រហើយយើងសម្របសម្រួលការសហការគ្នាដើម្បីយើងប្រមូលថវិកាដើម្បីធ្វើគម្រោងការធំដើម្បីកែប្រែបញ្ហានេះបានដោះស្រាយបញ្ហានេះបានជាពិសេសយើងឃើញនៅតំបន់ Boston ទីក្រុង Boston បាទយើងសង្ឃឹមដែរថានៅក្នុងករណីជាច្រើនថាតំបន់ដែលរស់នៅតាមឆ្នេរសមុទ្រយើងឃើញកន្លែងមួយចំនួនដែលមានធនធានច្រើនដែលបានធ្វើបានមានវិធីសាស្ត្រល្អផ្នែកហ្នឹងបានសម្រេចទាំងអស់នេះបានហើយតែក៏មានកន្លែងមួយចំនួនដែលអត់មានធនធានអត់មានអឺឱកាសសម្រាប់ធ្វើអញ្ចឹងយើងអាចអឺកាប់បញ្ជូនអឺជំនួយផ្នែកអឺបាទផ្នែកបច្ចេកទេសផងដែរបាទសូមអរគុណមានចំនួនផ្សេងទៀតទេបាទមានចំនួនផ្សេងទៀតទេចំនួនមួយទៀតទាក់ទងនឹងសំណួររបស់ Sophia អ្វីដែលខ្ញុំយកមានសហគមន៍ដែលជួយគ្នាទៅវិញទៅមកតាមរយៈការយកអឺធនធានដើម្បីបញ្ចែកគ្នាទោះបីគេមានទ្រព្យសម្បត្តិឬបុគ្គលិកផ្សេងខ្ញុំចង់ណែនាំឲ្យវាអាចជួយពួកគាត់បានច្រើនបើសិនមានទ្រព្យសម្បត្តិមួយចំនួនឬបុគ្គលិកមួយចំនួនដើម្បីយើងចាត់បញ្ជូនដល់តំបន់ហ្នឹងដើម្បីជួយពួកគាត់អត់ធ្វើដូច្នេះដូចជាឃើញនៅក្នុងស្ថានភាពផ្សេងទៀតអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេមានសម្លេងធំជាងបាទអានេះជាការណែនាំល្អមែនទែនខ្ញុំគិតថាអ្នកត្រឹមត្រូវនិយាយត្រឹមត្រូវហើយយើងចង់ធ្វើបែបហ្នឹងដើម្បីផ្ដល់ធនធានបែបហ្នឹងសំណួរដែលសូហ្វីបាននិយាយសួរយើងមានតំបន់យើងធ្វើអឺមួយចំនួនមិនអត់មានអត្ថភាពពីព្រោះយើងអាចចង់ឲ្យគេមើលទៅថាយើងមានភាពលំអៀងយើងចង់ឲ្យមានការសហការគ្នាយើងក៏មើលទៅលើអ្នកដែលរងគ្រោះបំផុតនៅក្នុងរយៈពេលខ្លីនេះនៅកន្លែងដែលយើងឃើញដែលមានផែនទីឬពណ៌ក្រហមអឺយើងឃើញថាអ្នកដែលអាចនឹងរងគ្រោះបំផុតនឹងប៉ះពាល់រហិតតែរចនាសម្ព័ន្ធបំផុត
អឺនឹងជាពិសេសកន្លែងដែលមនុស្សរស់នៅដែលឈុំមុខនឹងភាពក្រីក្រដែលអាចរងគ្រោះនៅពេលដែលយើងធ្វើផែនទីបែបនេះយើងយើងអាចសមោសម័យមើលថាយើងចង់ដាក់អត្ថិភាពទៅលើកន្លែងហ្នឹងអ្នកដែលរងគ្រោះបំផុតយើងចង់ដាក់អត្ថិភាពទៅលើកន្លែងទាំងអស់ហ្នឹងចឹងយើងឃើញថាតំបន់មួយចំនួនអឺអត់មានធនធានឬបុគ្គលិកគ្រប់គ្រាន់ដើម្បីរកភាពធន់ផ្នែកឆ្នេរសមុទ្រអញ្ចឹងយើងចង់មានការបដោតទៅលើទាំងអស់ហ្នឹងហើយយើងចង់និយាយថាកន្លែងទាំងអស់នេះមានហានិភ័យខ្ពស់ហើយយើងត្រូវចូលរួមជាសហគមន៍ដើម្បីដោះស្រាយទាំងអស់នេះបាទសូមអរគុណមានសំណួរផ្សេងទៀតទេបាទសូមអរគុណសូមអរគុណបាទយើងចូលរួមចាប់ផ្ដើមនឹងផ្នែកទី2នៃប្រជុំរបស់យើងទាក់ទងនឹងរោគផ្នែកអគ្គិសនីដែលចេញពីធាតុទឹកអានេះជាចំណុចដែលសំខាន់ខាងការជួយដល់បរិស្ថានដែលយើងរកថាមពលតាមរយៈខ្យល់តាមរយៈទឹកជាពិសេសក្រុមដែលរងគ្រោះបំផុតនៅពេលដែលយើងមានថាមពលទឹកអឺមិនប៉ះពាល់ដល់សហគមន៍វាពិតជាជួយដល់ជាពិសេសដល់អ្នកដែលរងគ្រោះផ្នែកបរិស្ថានបាទសូមអរគុណម្ដងទៀតដែលបានចូលរួមខ្ញុំមានកិត្តិយសដើម្បីមានប្រសាសន៍ថ្ងៃនេះខ្ញុំនិយាយសំឡេងតិចមិនចឹងថ្ងៃនេះខ្ញុំនិយាយឲ្យលើបានចឹងខ្ញុំសូមណែនាំខ្លីអំពីអង្គការរបស់យើងខ្ញុំទាក់ទងនឹង Hydropower ឬថាមពលទឹកខ្ញុំទី3ចង់និយាយអំពីសៀវភៅណែនាំរបស់យើងដែលបាននិយាយលម្អិតជាឯកសារនិយាយលម្អិតពីអវការឲ្យនិយមន័យទៅលើ Hydropower ឬថាមពលទឹកនិងកន្លែងតំបន់ដែលទទួលអអនុញ្ញាតដើម្បីធ្វើតាមមពលទឹកយើងគ្រាន់តែជាអង្គការតែមួយដែលមាននៅក្នុងសហរដ្ឋអាមេរិករបស់យើងខ្ញុំយើងរកអ្នកជំនាញដើម្បីឲ្យនិយមន័យទៅលើពាក្យដែលយើងប្រើក្នុងអង្គការនេះអង្គការយើងមានពាក់កណ្ដាលបុគ្គលិកធ្វើផ្នែកបរិស្ថានផ្នែកមួយទៀតគឺធ្វើផ្នែកទាក់ទងនឹងមុខរបរស្រដៀងគ្នាប៉ុន្តែយើងអត់មានអ្នកដែលធ្វើខាងថាមពលទឹកដែលចូលរួមក្នុងក្រុមប្រឹក្សារបស់យើងទេបាទមូលហេតុគឺដែលយើងចូលរួមថ្ងៃនេះដើម្បីនិយាយអំពីទៅលើការផ្លាស់ប្ដូរនិងការស្នើសុំមួយចំនួនដែលយើងនិយាយដែលយើងបានធ្វើដើម្បីជួយដល់ជនជាតិភាគតិចយើងនៅក្នុងរដ្ឋជាច្រើនអឺមានគម្រោងអឺដើម្បីជួយដល់បរិស្ថានដូចជាមានការរកថាមពលទឹកគឺត្រូវធ្វើការរកបញ្ជាក់ពីអង្គការយើងខ្ញុំជាមុនពីព្រោះយើងត្រូវការក្រុមហ៊ុនថាមពលទឹកធ្វើការបញ្ជាក់របស់យើងខ្ញុំសូមនិយាយមួយទៀតគឺនៅពេលដែលយើងធ្វើសៀវភៅណែនាំលម្អិតរបស់យើងស្ទង់មតិដំបូងគឺនៅឆ្នាំ1999និងម្ដងទៀតយើងធ្វើការកែប្រែទៅលើឯកសារនេះនៅឆ្នាំ2016យើងមិនបានធ្វើដូចគ្នាមិនធ្វើការស្ទង់មតិរហូតដល់អឺពេលនេះ
បាទអញ្ចឹងអានេះជាការផ្លាស់ប្ដូរលើកទី4ដែលយើងកំពុងតែធ្វើទៅលើសៀវភៅណែនាំរបស់យើងបាទអញ្ចឹងយើងចាប់ផ្ដើមបើសិនមានបញ្ហាអាចគ្រាន់តែនិយាយថា slide បន្ទាប់ហើយយើងជួយ slide ឲ្យបាទបាទខ្ញុំនិយាយអំពីអ្វីដែលជាធម៌ពលទឹកហើយនឹងនិយាយអំពីរបៀបដែលវាប៉ះពាល់ដល់សហគមន៍និងបរិស្ថាននិងនិយាយអំពីអឺធម៌ពល renewable នៅទីរដ្ឋរបស់យើងបាទនិយាយទៅជាអឺវិធីសាស្ត្រផលិតអគ្គិសនីដែលទូលំទូលាយធម្មបំផុតដែលគេប្រើទឹកដែលធ្លាក់ពីកម្ពស់ដើម្បីបង្កើតជាថាមពលបាទគ្រប់គ្រប់ថាមពលអឺកន្លែងផលិតថាមពលទឹកគេប្រើទំនប់ដើម្បីដើម្បីធ្វើឲ្យមានថាមពលពីទឹកបាទខ្ញុំសំដៅពីភាសាបច្ចេកទេសមួយចំនួននៅក្នុងហ្នឹងអញ្ចឹងយើងធ្វើកម្ពស់ពីព្រោះកម្ពស់គឺជាអ្វីដែលធ្វើឲ្យយើងដឹងថាយើងអាចធ្វើឲ្យវាមានថាមពលច្រើនប៉ុណ្ណាហើយវាអាចនឹងធ្វើឲ្យយើងនាំទឹកទៅកន្លែង Penstock ដែលជាកន្លែងសម្រាប់ម៉ាស៊ីនសម្រាប់បង្កើតថាមពលម៉ាស៊ីននេះវាដំណើរការទៅវាបង្កើតជា magnetic ហ្នឹងវាធ្វើឲ្យមានថាមពលនេះជារូបភាពបាទអានេះជារូបភាពអំពីអ្វីដែលខ្ញុំនិយាយអំបញ្ញមិញមានទឹកចូលតាមកន្លែងនេះមាននេះជាទំនប់ទឹកនិងកន្លែងបង្កើតថាមពលវាធ្លាក់ចូលតាមអឺប្រឡោះហ្នឹងហើយវាធ្វើឲ្យម៉ាស៊ីនហ្នឹងវាវិលហើយคล้ายជាថាមពលហ្នឹងវាបង្កើតជាអគ្គិសនីថាមពលអគ្គិសនីអានេះជាឧទាហរណ៍នៅទំនប់ទឹកនៅ Massachusetts ដែលយើងឃើញកន្លែងបង្កើតថាមពលដោយកន្លែងទំនប់នៅរដ្ឋ New England គេបានបង្កើតសម្រាប់អឺធ្វើសម្រាប់ជួយដល់អឺរោងចក្រផលិតអីផ្សេងយើងឃើញទឹកចូលតាមកន្លែងហ្នឹងវាទៅតាមទំនប់ហើយវាចេញមកតាមកន្លែងមួយទៀតមានទំនប់មួយទៀតដែលយើងឃើញថាអឺកន្លែងផលិតថាមពលវាបែកពីទំនប់វាប្រើប្រាស់អឺចម្ងាយដើម្បីបង្កើតថាមពលវាចេញតាមរោងចក្រផលិតថាមពលហើយវាចូល Levin វាជៀសវាងអឺទឹកមួយចំនួនវាជៀសវាងអឺលូនេះជាឧទាហរណ៍នៅរដ្ឋ Massachusetts នេះជារោងចក្រផលិតថាមពលនៅ West Springfield យើងឃើញជារឡាយមួយដែលគេជីកដើម្បីបង្ហូរទឹកទៅកាន់រោងចក្រថាមពលហើយទឹកផ្សេងទៀតវាជៀសវាងកន្លែងកន្លែងហ្នឹង
មួយអ្វីមួយទៀតយើងឃើញនៅកន្លែងគម្របទឹកអានេះជាធុងទឹកដើម្បីជួយដល់សម្ពាធអឺវាអាចនឹងបូមទឹកចេញវាអាចនឹងស្រុកទឹកមកក៏បានដែរដើម្បីគ្រប់គ្រងទៅលើសម្ពាធទឹកយើងមានកន្លែង spillway ដែរអានេះគ្រាន់តែជារបៀបដែលយើងអឺប្រមូលទឹកដែលសេសសល់ពីទម្លាប់ទឹកអានេះកំហូរទឹកដើម្បីវាទៅតាមតំបន់ទាបវិញបាទអានេះមួយទៀតយើងឃើញជាប្រហោងធំដែលវានៅលើទម្លាប់ទឹកហ្នឹងហើយវាជារបៀបបង្ហូរទឹកបាទអានេះជារបៀបរកថាមពលតាមរយៈទឹកមួយទៀតដែលគេខលហៅ pump storage និយាយទៅជាអឺម៉ទឹកដែលគេបូមទឹកពីកន្លែងអឺមួយទៀតនៅពេលដែលទំនប់ទឹកវាមានច្រើនពេកវាជាកន្លែងផ្ទុកទឹកផ្ទុកថាមពលសំទោសពីព្រោះទាំងអស់នេះអាចនឹងផ្ទុកថាមពលរយៈពេលយូរអង្វែងគេមិនអាចជាប់ឈ្មោះខាងស្តង់ដាររបស់យើងខ្ញុំហើយខ្ញុំអត់មាននិយមន័យច្បាស់លាស់ពីរបៀបពីភាពខុសគ្នារវាងរោងចក្រថាមពលទាំងនេះបាទអ្វីដែលយើងឃើញគេមានកន្លែងទឹកពីរកន្លែងលើកន្លែងក្រោមមួយទៀតខាងលើអាចនឹងជាប់កន្លែងទន្លេគេត្រូវបានបំបែកគ្នាពីកន្លែងធម្មជាតិបាទគេហៅថា close loop នៅពេលដែលអឺថាមពលសេសសល់ច្រើនគេអត់ប្រើគេគេបូមទឹកពីកន្លែងទឹកខាងក្រោមទៅកន្លែងទឹកខាងលើហើយពេលខ្វះថាមពលគេបង្ហូរទឹកពីខាងលើចុះក្រោមវាពិតជាសំខាន់សម្រាប់ជួយដល់ប្រព័ន្ធអគ្គិសនីនៅតំបន់បាទនៅពេលដែលយើងខ្វះថាមពលម្ដងគេប្រើប្រាស់នេះដើម្បីជួយដល់ផ្ដល់អឺថាមពលអគ្គិសនីដល់តំបន់ហ្នឹងនេះជាឧទាហរណ៍នៅ I Better Swamp ដែលគេបូមទឹកចុះឡើងដើម្បីបង្កើតថាមពលអានេះនៅ Deerfield អានេះជាតំបន់ទឹកខាងលើតែវាមានរូបរាងធម្មជាតិបន្ទាប់មកគេធ្វើទំនប់នេះជាកន្លែងទឹកចូលយើងចូលភ្នំបាទអានេះជាចូលភ្នំអានេះនៅ Florida Massachusetts បាទគាត់ច្រឡំថាមើលទៅជា Florida មិនមែនទៅ Florida ទេនេះជាកន្លែងទឹកហើយកន្លែងដែលស្រុកមកគឺយើងឃើញនៅកន្លែងទំនប់ហើយវាបង្ហូរចូលទន្លេនេះគួរឲ្យចាប់អារម្មណ៍មែនទែនខ្ញុំសប្បាយចិត្តនឹងរៀបចំការបង្ហាញដល់អ្នកណាដែលចាប់អារម្មណ៍ចំពោះទាំងអស់នេះបាទអានេះជាអឺវិធីរកថាមពលតាមរយៈទឹកមួយទៀតមាន conduit ហើយ hydrokinetic ផងដែរវាពិតជា awesome អស្ចារ្យណាស់ខ្ញុំចង់ឲ្យមាន
នៅតាមគ្រប់កន្លែងដែលមានធម្មជាតិហើយយក genetic មួយទៀតគេប្រើកង្ហារដើម្បីយើងຕົកនៅក្នុងទឹកហើយនៅពេលដែលមានរលកចូលមកវាបង្កើតជាថាមពលប៉ុន្តែខ្ញុំសូមនិយាយថាទាំងអស់នេះមិនមែនជាកន្លែងដែលយើងអាចនិយាយថាមានប្រសិទ្ធភាពមែនទែនធ្វើតាមស្តង់ដាររបស់យើងបាទនេះឥឡូវខ្ញុំសូមនិយាយអំពីផលប៉ះពាល់ទៅលើបរិស្ថាននិងសង្គមតាមរយៈទាំងអស់នេះបាទអញ្ចឹងផលប៉ះពាល់ទៅលើបរិស្ថានដែលយើងអាចឃើញគឺវានៅក្នុងទំនប់ទឹកនៅកន្លែងផ្ទុកទឹកវាធ្វើអន្តរាគមន៍ទៅលើអឺផ្លូវទឹកធម្មជាតិដូចជាត្រីមិនអាចរកទីជម្រកធម្មជាតិរបស់វាប៉ះពាល់ទៅលើត្រីផ្សេងវាធ្វើឲ្យគុណភាពទឹកមានការកែប្រែពេលខ្លះវាធ្វើឲ្យកាន់តែល្អពេលខ្លះវាធ្វើគុណភាពទឹកធ្លាក់ចុះហើយទំនប់ក៏វាប៉ះពាល់ទៅលើដីដែលនៅក្នុងបាតទន្លេគ្រប់កន្លែងផ្ទុកទឹកវាអាចនឹងបង្កើតជាអឺអូស្មန်ប៉ះពាល់បរិស្ថានដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងខ្សែភ្លើងគឺជាផលប៉ះពាល់ម្យ៉ាងតែតងនឹងការពីប៉ះពាល់ទៅលើវប្បធម៌ការកំសាន្តនិងការចូលប្រើប្រាស់បាននៅពេលដែលគេធ្វើទំនប់ទឹកវាអាចនឹងអឺលិចទឹកដល់តំបន់វប្បធម៌កន្លែងដែលយើងអភិរក្សឬកន្លែងអឺប្រពៃណីមួយចំនួនវាប៉ះពាល់ទៅលើអឺទេសភាពធម្មជាតិផងដែរប៉ុន្តែទំនប់ទឹកមួយចំនួនគឺជាតំបន់ប្រវត្តិសាស្ត្រតែម្ដងទំនប់គឺវាគ្រោះថ្នាក់កុំចូលនៅជិតហ្នឹងវាអាចនឹងប៉ះពាល់សុខភាពនិងប៉ះពាល់មនុស្សដែលអឺវាមានហានិភ័យដល់អ្នកដែលលេងនៅតំបន់ហ្នឹងនៅពេលដែលយើងធ្វើទំនប់មួយយើងត្រូវគ្រប់គ្រងទៅលើវាអឺវាតែងតែមានការបង្ហូរទឹកចេញហើយអឺគេអាចនឹងធ្វើដើម្បីជួយដល់អ្នកនេសាទឬអ្នកកំសាន្តនៅក្នុងទឹកជីទូកយើងទាំងតែនិយាយជាមួយនឹងអឺក្រុមទាំងអស់ហ្នឹងដើម្បីប្រាប់ពួកគាត់ថាយើងនឹងបង្ហូរទឹកពេលណាបាទហើយក៏មានមូលហេតុទៅតងនឹងការរក្សាទន្លេនិងប្រភពទឹកផ្សេងៗតបាទយើងមានបង្កើតជាក្រុមរបស់យើងពីព្រោះយើងគិតថាមានផលប្រយោជន៍ច្រើនណាស់ពីការធ្វើថាមពលពីទឹកវាអាចជួយដល់អឺពន្ធអគ្គិសនីនិងថាមពលវាអាចនឹងបង្កើតជាកន្លែងកំសាន្តវាអាចជួយដល់ចំណូលរដ្ឋហើយនឹងការអភិវឌ្ឍតំបន់នេះរូបភាពពីកន្លែងណាបាទអានេះនៅ Ideafield River រូបភាពទាំងអស់ខ្ញុំគឺតាមអឺទន្លេ Deerfield អានេះមិនមែនជាកន្លែងទំនប់ទឹកទេអានេះគ្រាន់តែជារោងចក្រនៅពេលដែលខ្ញុំនិយាយអំពី REX Renewable Energy Credit ព័ត៌មានដែលខ្ញុំនិយាយហើយខ្ញុំសុំទោសអានេះគ្រាន់តែជាលក្ខណៈអឺនិងផលប្រយោជន៍លើបរិស្ថានOne Rec គឺអ្វីដែលយើងគេនិយាយថាអឺវាវាផលិត
1 megawatt ក្នុង1ម៉ោង class 1គឺបង្កើតជាថាមពលពីទឹកថ្មីយើងត្រូវអឺក្រោម30ដើម្បីក្លាយជា class 2គឺក្រោម7.5 megawatt យើងបានធ្វើការបញ្ជាក់ទៅលើរដ្ឋផ្សេងៗយើងគិតថាធំអាក្រក់មិនមែនទេគឺក៏អាចអាក្រក់ដែរវាអាចប៉ះពាល់ដែរទំហំវាមិនសំខាន់ខ្ញុំសូមបញ្ជាក់កន្លែងនេះនៅកន្លែង Massachusetts សូមបញ្យល់បន្ថែមបាទសូមថាធំមិនមែនអ្វីដែលប៉ះពាល់ឬទូទំហំរបស់វាមិនអ្វីដែលប៉ះពាល់ទេបាទយើងបានធ្វើការបញ្ជាក់ទៅលើកន្លែង300នៅទូទាំងប្រទេសរបស់យើងហើយយើងឃើញកម្រងផ្សេងៗទំហំផ្សេងៗខ្លះមាន800 megawatt នៅឯតំបន់ Pacific Northwest ហើយយើងបានបដិសេធ20%នៃពាក្យស្នើសុំហើយនៅពេលដែលយើងបដិសេធទេអត់នៅក្នុងកន្លែងទាំងអស់ហ្នឹងអត់មានភាពស្រដៀងគ្នាផ្នែកទំហំនៃទំនប់ទឹកអ្វីដែលជា RPS Renewable Portfolio Standard គឺជាស្តង់ដារដែល Massachusetts មានហើយគេកែប្រែនៅឆ្នាំ2008មានការបញ្ជាក់ថ្មីទៅតាមនឹង Renewable Portfolio Standard គឺទាមទារឲ្យមានអឺថាមពលដែលអាចប្រើប្រាស់ឡើងវិញបាននេះជាកម្មវិធីមួយដែលជំរុញយើងទៅរកអឺការរក្សាថាមពលមួយទៀតបាទមានសំណួរអំពីថាមពលពីទឹកបាទក្រុមប្រឹក្សាមានសំណួរមកចង់បញ្ចេញមតិជាមានសំណួរបាទថាមពលទឹកនៅក្នុងរដ្ឋ Massachusetts តើជាគ្រប់គ្រងដោយជនឯកជនឬសាធារណៈបាទការផលិតថាមពលពីទឹកនៅក្នុងរដ្ឋ New England ជាពិសេសវាគ្រប់គ្រងដោយឯកជនជាច្រើនគ្រប់គ្រងដោយឯកជនបាទស្លាយមួយទៀតឥឡូវបាទមួយទៀតយើងមើលទៅលើសៀវភៅណែនាំរបស់យើងខ្ញុំបាទយើងជាអ្នកណាយើងបាននិយាយហើយពីទាំងអស់នេះស្លាយមួយទៀតបាទយើងនឹង post ដើម្បីគ្រប់គ្នាអាចមើលបានបាទនេះជាមូលហេតុដែលយើងមកថ្ងៃនេះពីព្រោះយើងកំពុងតែកែប្រែទៅលើសៀវភៅណែនាំរបស់យើងខ្ញុំបានទុកនៅទីនោះបាទសូមអរគុណបាទអាចនឹងមើលបានអាចនឹងហុចបន្តដើម្បីមើលឧទាហរណ៍របស់ខ្ញុំអានេះជាសៀវភៅណែនាំរបស់ខ្ញុំដែលនឹង post នៅក្នុងគេហទំព័ររបស់យើងខ្ញុំដែលនិយាយអំពីគម្រោងយើងនិយមន័យផ្សេងដែលយើងឲ្យទៅលើទាំងអស់នេះច្បាប់របស់យើងឲ្យក្រុមប្រឹក្សាគ្រប់គ្រងដើម្បីធ្វើការមើលទៅលើការបញ្ជាក់ program low impact hydropower និងការវិវត្តផ្នែកទាំងអស់ហ្នឹងអញ្ចឹងចក្ខុវិស័យរបស់យើងរកអឺគួរទៅរកផែនដីមួយដែលប្រើប្រាស់ថាមពលទឹកដើម្បីជួយដល់មនុស្សនិងបរិស្ថានជាមុនបទបង្ហាញរបស់អ្នកដោតទៅលើ
អផ្ដោតទៅលើកន្លែងដែលមានទំនប់ទឹកដួលតែកប៉ុន្តែតើទឹកថាមពលទឹកវិជាច្រើនមកពីទំនប់ទឹកធំមែនទេនៅរដ្ឋ New England យើងមានទំនប់ទឹកជាច្រើនដែលទូចប៉ុន្តែនៅឯ West ដែលមានទំនប់ទឹកធំយើងអត់មានធ្វើការបញ្ជាក់ទៅលើអឺរោងចក្រផលិតថាមពលនៅកាណាដាពីព្រោះវាជាតំបន់ផ្សេងជាដំណើរការរបស់គេយើងមិនធ្វើឲ្យមានចំណុចផ្សេងៗដែលយើងត្រូវគិតពីលើថាមពលទឹកនៅកាណាដាខ្ញុំសូមនិយាយអំពីខ្ញុំសេចរឹងមួយអំពីអឺថាមពលទឹកនៅទំនប់ទឹកនៅឆ្នាំ1980ខ្ញុំបានធ្វើការផ្នែកនេះចឹងបានទៅឲ្យ Lake Kariba Lake Kariba គឺជាទឹកដែលបានកើតមកពីការធ្វើទំនប់ទឹកធំនៅក្រុមហ៊ុនអ៊ីតាលីដែលបានបង្កើតនៅឆ្នាំ1959គេកាយទន្លេដើម្បីធ្វើទំនប់ទឹកធំហើយវាធ្វើឲ្យមិនជាជន20ម៉ឺននាក់ត្រូវបានអឺចេញពីកន្លែងហ្នឹងគាត់និយាយជាមួយខ្ញុំថាប្រមាណអ្នកដែលបានត្រូវស្លាប់ដោយសារទំនប់ទឹកហើយគេមិនទទួលថាមពលពីទឹកនេះគឺនៅពេលដែលនេះជាមូលហេតុដែលខ្ញុំដោតទៅលើអឺភាពខុសគ្នារវាងទំនប់ទឹកធំនិងទំនប់ទឹកទូចតើត្រូវមានការគិតសារឡើងវិញអំពីអ្នកបង្កើតច្បាប់ចំពោះអការធ្វើទំនប់ទឹកធំទូលាយនិងធ្វើទំនប់ទឹកទូចតែកបាទអ្វីដែលខ្ញុំជឿជាក់ខ្ញុំសប្បាយចិត្តហ្នឹងរដ្ឋ Massachusetts គេមានស្តង់ដារអឺសម្រាប់ទំនប់ទឹកនៅកាណាដាដូចគ្នានឹងក្នុងរដ្ឋរបស់យើងវាអត់ទាក់ទងនឹងទំហំទេវាទាក់ទងនឹងការប្រើប្រាស់នៃទំនប់ទឹកអញ្ចឹងបើសិនជាទំនប់ទឹកថ្មីអឺយើងវាអត់មានសិទ្ធិដើម្បីធ្វើការទទួលបញ្ជាក់ពីក្រុមរបស់យើងចង់ឲ្យអេកូឡូស៊ីនៅតំបន់ហ្នឹងត្រូវបានការពារនិងមនុស្សដែលរស់នៅតំបន់ហ្នឹងត្រូវបានការពារបញ្ហាគឺមកពីមិនមែនទំហំនៃទំនប់ទឹកគឺអ្នកដែលបានត្រូវបានទឹកលិចនៅតំបន់ហ្នឹងវាភាពខុសគ្នាខ្ញុំគិតថាទំហំវាមិនជាបញ្ហាប៉ុន្តែអ្វីដែលជាបញ្ហាគឺរបៀបដែលគេរៀបចំគម្រោងធ្វើទំនប់ទឹកបាទអញ្ចឹងដូច្នេះនៅឆ្នាំ2024បើយើងទៅលើតទៅណែនាំយើងធ្វើឲ្យច្បាស់យើងចូលជួយដល់ក្រមអឺជនជាតិភាគតិចដែរឲ្យគេចេញមតិនៅក្នុងពេលដែលយើងធ្វើទំនប់ទឹកអានេះជាដំណើរការចំណុចក្នុងដំណើរការរបស់យើងខ្ញុំអញ្ចឹងអ្វីដែលយើងកំពុងតែកែប្រែគឺយើងចង់បញ្ជាក់ភាសានៅក្នុងសៀវភៅណែនាំរបស់យើងអានេះជាបន្ទាប់ពេលវេលាដើម្បីបង្ហាញថាយើងមានរបៀបដែលយើងធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅណែនាំរបស់យើងសូម slide បន្ទាប់បាទដំណើរការដែលយើងបានធ្វើកន្លងមក
ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើ handbook របស់យើងខ្ញុំទី1យើងធ្វើការស្រាវជ្រាវទៅលើបញ្ហាដែលយើងចង់ដោះស្រាយហើយយើងនឹងមើលឯកសារផ្សេងៗអឺយើងមើលថាអ្វីដែលគេធ្វើដែលធ្វើឲ្យយើងព្រួយបារម្ភចឹងយើងមានអឺក្រុមឬគណៈកម្មាធិការរបស់យើងដែលយើងក៏មានអ្នកជំនាញផងដែរដែលគេនិយាយអំគេអាចនឹងបញ្ចេញមតិអំពីការកែប្រែសៀវភៅណែនាំរបស់យើងទទួលមតិឡើងវិញហើយយើងអនុវត្តការណែនាំទាំងអស់ហ្នឹងនៅពេលដែលយើងធ្វើលើកទី2យើងមានក្រុមជំនាញរបស់យើងគេមើលឬពិនិត្យសៀវភៅឡើងវិញហើយយើងក៏ទុកពេលសម្រាប់សាធារណជនបញ្ចេញមតិរហូតដល់សប្តាហ៍ក្រោយបើសិនសាធារណៈចង់បញ្ចេញមតិខ្ញុំអាចនឹងអឺមានការបកស្រាយទៅលើទទួលមតិយោបល់នៅពេលដែលយើងទទួលមតិលើកទី5នេះយើងនឹងផ្ញើទៅអឺដើម្បីកែប្រែចុងក្រោយហើយដាក់បញ្ជូនដើម្បីចងក្រងសៀវភៅនេះយើងទាំងតែពេលយើងទទួលការកាយទៅលើសៀវភៅនេះយើងទុក2សប្តាហ៍សម្រាប់អឺពិនិត្យសៀវភៅមុនយើងចងក្រងសៀវភៅហើយអឺបានបញ្ចេញសម្រាប់ប្រើប្រាស់ជាផ្លូវការអ្វីដែលយើងបានផ្លាស់ប្ដូរគឺតកតងនឹងនិយមន័យតកតងនឹងជំនឿភាតិកអឺយើងបញ្ជាក់នៅក្នុងនេះសៀវភៅណែនាំរបស់យើងនិងលក្ខណៈសម្បត្តិរបស់យើងបានបញ្ជាក់ពីដើមមកយើងនិយាយថាវិទ្យាសាស្ត្រវាមិនមែនជាពាក្យដែលគេប្រើប្រាស់នៅក្នុងគោលសម្ព័ន្ធទេយើងនិយាយថាកន្លែងណានិយាយពីតាមវិទ្យាសាស្ត្រយើងក៏និយាយថាតាមអឺប្រពៃណីរបស់គោលសម្ព័ន្ធផងដែរតែដល់នឹងសៀវភៅណែនាំរបស់យើងដែលយើងនិយាយអំពីការណែនាំដើម្បីធ្វើឬដំណើរការទំនប់ទឹកបើសិនគេយើងឃើញយើងអនុញ្ញាតឲ្យកោសម្ព័ន្ធដែលមានទទួលស្គាល់ពីសហព័ន្ធអឺបញ្ចេញមតិបើសិនគេអត់ជាប់ឈ្មោះជាកោសម្ព័ន្ធដែលទទួលស្គាល់ដោយសហព័ន្ធយើងទទួលមតិគាត់ប៉ុន្តែយើងមិនទៅអនុវត្តទេបាទយើងមិនគ្រាន់តែអនុញ្ញាតឬអនុលោមតាមអឺអ្វីដែលរៀបចំដោយសហព័ន្ធតែប៉ុណ្ណោះប៉ុន្តែតាមគោលសម្ព័ន្ធផងដែរសូមទោសអធិស្ឋានបើសិនពីមានការណែនាំឬការអឺមតិជាមតិផ្សេងដែលស្មុគស្មាញយើងមានរបៀបដំណើរការទាំងការបញ្ចេញមតិទាំងអស់ហ្នឹងបាទដូចជាខ្ញុំបាននិយាយរួចមកហើយនៅពេលដែលយើងទទួលការណែនាំពីកុលសម្ព័ន្ធយើងអាចនិយាយថានេះជាចំណេះដឹងផ្នែកអឺអ្នកតំបន់ដែលយើងដើរទៅលើធនធាននិងរុក្ខជាតិផ្សេងនិងប្រពៃណីនិងវប្បធម៌តាមគោលសម្ព័ន្ធទាំងអស់ហ្នឹង
យើងប្រើប្រាស់និយមន័យទាំងអស់នេះនិងខ្ចីពាក្យទាំងអស់នេះពីអង្គការនិងអឺទីភ្នាក់ងារផ្សេងៗដែរនេះជាការកែប្រែមួយចំនួនផ្សេងទៀតដែលយើងបានធ្វើដែរដូចជាបានបញ្ជាក់ពីភាសាឲ្យនិយមន័យដើម្បីគ្រប់គ្នាគេយល់បានបើសិនមានកន្លែងណាមួយដែលត្រូវដកចេញពីសៀវភៅណែនាំយើងថាបើសិនវាអត់មានសិទ្ធិធ្វើយើងសុំការបញ្ជាបន្ថែមទៀតយើងដូចជាឃើញនៅក្នុងករណីដែលយើងមានកោដដៅហើយកោដដៅយើងក៏មានលក្ខខណ្ឌដែរនៅក្នុងសៀវភៅណែនាំដូចជាប្រហែលអត់ច្បាស់គ្រប់គ្រាន់ទេអញ្ចឹងយើងត្រូវការមានបញ្ជាក់លក្ខណៈវិនិច្ឆ័យរបស់គោលដៅបាទបើសិនគេធ្វើបានតាមលក្ខណៈវិនិច្ឆ័យរបស់យើងគេអាចនឹងមានការបញ្ជាក់រយៈពេល3ដល់5ឆ្នាំទៀតយើងមានទំនប់ទឹកមួយចំនួនដែលគ្រប់គ្រងដោយឯកជនបន្ទាប់មកមានទីភ្នាក់ងារដែរដូចជាក្រោមUS Army Corps ដែលគ្រប់គ្រងមួយជាងយើងមើលទំនប់ទឹកនឹងទោះបីគ្រប់គ្រងដោយ Army Corps យើងក៏វាយតម្លៃទៅលើទំនប់ទឹកនឹងដែរសម្រាប់ខ្ញុំខ្ញុំគិតថាអស់ប៉ុណ្ណឹងថ្ងៃនេះបាទសូមតើខ្ញុំនិយាយយូរបន្តិចគួរពេលកំណត់តែអ្វីៗដែលខ្ញុំនិយាយមែនគឺនៅលើ website របស់យើងខ្ញុំបាទបើសិនត្រូវការពេលវេលាបន្ថែមសូមអញ្ជើញមានប្រសាសន៍ឬសំណួរឬបញ្ចេញមតិបាទវាមានតែប៉ុណ្្នឹងបាទវាព័ត៌មានច្រើនមែនតើខ្ញុំសូមអញ្ជើញទទួលសំណួរឬបញ្ចេញមតិតើយើងនៅរដ្ឋ Massachusetts យើងបានផលិតថាមពលតាមរយៈទំនប់ទឹកច្រើនប៉ុណ្ណាដូចជាមាន6000 gigawatt hours ដែលផលិតនៅក្នុងរដ្ឋ New England យើងមានទំនប់ទឹកទី6944បានត្រូវគេបញ្ជាក់ពីក្រុមប្រឹក្សារបស់យើងសុំតោសុំតោបាទសូមអរគុណខ្ញុំសូមនិយាយខ្លីដែរខ្ញុំសប្បាយចិត្តពីសៀវភៅណែនាំនេះដូចជានៅស្រុកខ្មែរនៅវៀតណាមនៅឡាវសូមនិយាយអំពីអឺផលប៉ះពាល់ពីទំនប់ទឹកនៅខ្មែរនៅវៀតណាមនៅឡាវនៅថៃផងដែរនៅភូមាទំនប់ទឹកទាំងអស់នេះវាប៉ះពាល់ទៅលើសហគមន៍ជាពិសេសក្នុងពេលនេះដែរគឺប៉ះពាល់ទៅលើធម្មជាតិផងដែរវាមានបញ្ហាការកាត់ព្រៃឈើមានការបណ្ដេញចេញពីសហគមន៍ទាំងអស់នឹងចម្លៀសចេញពីសហគមន៍ទាំងអស់នឹងដោយសារតែគេធ្វើទំនប់ទឹកចឹងខ្ញុំចង់ដឹងពីរបៀបដែលមានការខ្ញុំរំភើបចំពោះចំណុចទាំងអស់នេះដែលបានចូលរួមនៅក្នុងណែនសៀវភៅណែនាំនេះហើយខ្ញុំអរគុណចំពោះសំណួរអញ្ចឹងចំណុចមួយចំនួនគឺបាទអឺជាការពិតមានរាប់ពាន់ទំនប់ទឹកនៅសហរដ្ឋអាមេរិកអញ្ចឹងបើសិនគេធ្វើ
ទំនប់ទឹកថ្មីអឺក៏រងចាក់ផលិតថាមពលពីទឹកថ្មីគឺគេធ្វើនៅលើទំនប់ចាស់អញ្ចឹងយើងត្រូវមិនត្រូវគិតអំពីទំនប់ទឹកថ្មីឬផលប៉ះពាល់ទៅលើបរិស្ថានផ្សេងទៀតប៉ុន្តែយើងភាគច្រើនយើងផ្ដោតទៅលើកន្លែងនៅតំកន្លែងលិចខាងលិចនៅសហរដ្ឋអាមេរិកអឺបើសិនយើងនិយាយអំពីផលប៉ះពាល់ទៅលើបរិស្ថានយើងនិយាយជាមួយនឹងកុលសម្ព័ន្ធឬអ្នកដែលរស់នៅតំបន់ហ្នឹងយើងចង់ដឹងថាតើគេផលប៉ះពាល់អ្វីខ្លះពីការធ្វើទំនប់ទឹកបើសិនគេមានអារម្មណ៍ថាទីជម្រកនិងបរិស្ថាននៅទីនោះវាត្រូវបានរងគ្រោះដោយសារតែការធ្វើទំនប់ទឹកយើងទទួលមតិហ្នឹងយើងនឹងជាសំណួរល្អមែនទែនខ្ញុំក៏ឆ្ងល់ដែរទៅលើទំនប់ទឹកតំបន់បញ្ជាក់ហើយតើមានបញ្ជីទេនិងលក្ខណៈវិនិច្ឆ័យដែលបានប្រើប្រាស់ដើម្បីធ្វើការបញ្ជាក់ទៅលើទំនប់ទឹកទាំងអស់ហ្នឹងតើវានៅលើ website ទេគេហទំព័រទេបាទនៅក្នុងគេហទំព័ររបស់យើងមានកន្លែងមួយសម្រាប់ឃើញអឺពាក្យទាំងអស់ពីទំនប់ទឹកនិងមតិដែលបានចេញទៅលើមតិទៅលើពាក្យដែលគេសម្រាប់ជំរកសំទោសទំនប់ទឹកនីមួយៗដែលបានអឺសូមការបញ្ជាក់ពីយើងបាទអញ្ចឹងយើងអាចឃើញការសម្រេចរបស់យើងសម្រាប់អឺគ្រប់ទំនប់ទឹកដែលយើងធ្វើការបញ្ជាក់ពីលើទំនប់ទឹកហ្នឹងបាទឯកសារទាំងអស់គឺទុកនៅក្នុងគេហទំព័រហ្នឹងនៅក្នុងគេហទំព័រក៏មានអឺបញ្ជីអំពីបញ្ជីបញ្ជាក់ពីទំនប់ទឹកដែលបានទទួលការបញ្ជាក់ពីយើងខ្ញុំបាទហើយរៀងរាល់10ឆ្នាំគេទទួលការបញ្ជាក់ឡើងវិញនៅឆ្នាំ2022យើងបានអឺធ្វើឲ្យរយៈពេលបញ្ជាក់ពី5ឆ្នាំដល់10ឆ្នាំហើយយើងក៏ទទួលរបាយការណ៍ប្រចាំឆ្នាំតាមរយៈទំនប់ទឹកដែលមានអាជ្ញាប័ណ្ណឬការបញ្ជាក់ពីយើងហើយគេមានការបដិញ្ញារាល់ឆ្នាំនៅបើសិននៅក្នុងគ្រាពេលដែលគេទទួលការបញ្ជាក់ឬអាជ្ញាប័ណ្ណនេះបើសិនគេធ្វើខុសនឹងលក្ខណៈវិនិច្ឆ័យរបស់យើងអាចនឹងវាយតម្លៃទៅលើគម្របទឹកឡើងវិញអញ្ចឹងទៅលើការលម្អសៀវភៅណែនាំនេះតើមានរយៈពេលសម្រាប់ទំនប់ទឹកចាស់ដែលគេត្រូវអនុម័តឬអនុលោមតែការណែនាំថ្មីនៅក្នុងសៀវភៅនេះបាទស្តង់ដារថ្មីរបស់យើងទុកឲ្យអឺអ្នកដែលគាត់ត្រូវ renew អាជ្ញាប័ណ្ណរបស់គាត់ត្រូវធ្វើតាមលក្ខណៈវិនិច្ឆ័យថ្មីបាទសូមអរគុណ Shannon បាទឥឡូវនេះសូមអញ្ជើញ Mary យើងឆ្ពោះទៅរកការផ្លាស់ប្ដូរផ្នែកធម៌ពលវាមិនមែនគ្រាន់តែផ្លាស់ប្ដូរអឺតម្រង់នៃធម៌ពលទេគឺរកអឺសមត្ថភាពធម៌ពលបន្ថែមនិងការវាយតម្លៃទៅលើធម៌ពលបាទសម្រាប់ទំនប់ទឹកដែលផលិតថាមពលពីទឹកដែលគ្រាន់តែ20មេហ្គាវ៉ាត់តើអ្នកណាទទួលផលប្រយោជន៍ពីទំនប់ទឹកបែបនេះ
គេអាចនឹងសុំបញ្ជាក់ពីទិន្នន័យពីទំនប់ទឹកមួយថាវាមានផលប្រយោជន៍អ្វីខ្លះសំទោសស្ដាប់អត់ឮបាទបាទគួរតែមានការលាតត្រដាងពីមេហ្គាវ៉ាត់ដែលបានទទួលពីរោងចក្រផលិតថាមពលពីទឹកទាំងអស់នេះបាទចំពោះចក្ខុវិស័យរបស់យើងគឺយើងបានបញ្ជាក់ពីទំនប់ទឹកដែលមានផលប៉ះពាល់តិចបាទយើងសង់ទៅលើមូលដ្ឋានថាគម្រោងយើងអឺបានសួរសំណួរជាលក្ខណៈវិនិច្ឆ័យមួយអឺថាដំណើរការរបស់យើងនៅពេលដែលយើងទទួលមតិពីសាធារណជនអំពីអឺការណែនាំរបស់យើងនៅពេលដែលយើងនិយាយអំពីទំនប់ទឹកដែលមានផលប៉ះពាល់តិចយើងនឹងបង្កើតជាគម្រោងសម្រាប់ធ្វើការបញ្ជាក់ទៅលើទំនប់ទឹកទាំងអស់ហ្នឹងហើយបង្កើតជាវិធីសាស្ត្រសម្រាប់អភិវឌ្ឍផ្នែកនឹងហើយនឹងរកអឺថាវិការពីសហព័ន្ធដើម្បីគួរបច្ចុប្បន្នភាពទៅលើទំនប់ទឹកដើម្បីការពារបរិស្ថានហើយយើងមានក្រសួងថាមពលមានការទៀមទាយថ្មីដើម្បីគេធ្វើបច្ចុប្បន្នភាពទៅលើថាមពលអឺទឹកពីទំនប់ទឹកអឺអ្នកខាងបរិស្ថានគេស្រឡាញ់ទំនប់ទឹកមានអ្វីជាច្រើនដែលយើងត្រូវអឺធ្វើផ្នែកនេះនិងការលូតលាស់ផ្នែកនេះហើយយើងក៏គិតម្ដងហើយម្ដងទៀតអំពីរបៀបដែលយើងអាចនឹងអឺទទួលមតិពីសាធារណជនហើយអាចនឹងធ្វើការបង្ហាញពីអឺទៅសាធារណជនអំពីទំនប់ទឹកមួយដើម្បីឲ្យគេឃើញបាទសូមជំរាបសួរសំទោសបាទបាទយើងនឹងទុកឲ្យសាធារណជនបើសិនមានមតិឬចង់សួរសំណួរសូមណែនាំខ្លួនឈ្មោះហើយនឹងទីក្រុងនិងកន្លែងដែលរស់នៅរបស់អ្នកហើយបន្ទាប់មកយើងនឹងមានការណែនាំមួយចំនួនអំពីសំណួរនិងឆ្លើយសំណួរបើសិនអ្នកទាំងអស់គ្នាទូមកចូលរួមផ្ទាល់សូមចូលខិតជិតកន្លែងអឺមីក្រូដើម្បីអាចនឹងសួរសំណួរដើម្បីគេអាចលឺតាមអនឡាញបើសិនមានសំណួរតាមអនឡាញអាចនឹងទម្លាក់សំណួរនៅក្នុងប្រអប់ Q&A សម្រាប់ក្រុមប្រឹក្សាឆ្លើយសំណួរបាទសូមជាមតិមួយទៀតបាទអានេះជាម៉ោងសំមតិចុងក្រោយរបស់យើងពីព្រោះម៉ោង8ហើយបាទសូមអញ្ជើញខ្ញុំធ្វើ Brad Butcher ខ្ញុំខាង Lawrence Mass បាទបាទការមានស្តង់ដារសម្រាប់អ្នកគ្រប់គ្រងទៅលើអឺទំនប់ទឹកពីព្រោះទីកន្លែងនៅ law វាដំណើរការយូរហើយនៅក្នុង Lawrence អឺ High Spring ទំនប់ទឹកវាបាត់ជ័យនៅពេលដល់ខែសម្រាប់ត្រីបាទវាคล้ายជាបញ្ហាអឺបាទអញ្ចឹងខាង Lawrence និងអឺទំនប់ទឹកនៅ Lawrence នៅឯកជនគេបដិសេធអត់ឲ្យគេធ្វើការស្រាវជ្រាវទៅលើបញ្ហានេះអឺគេទម្លាក់ឲ្យសហគមន៍ធ្វើការស្រាវជ្រាវទាំងអស់នេះ
ហើយចំណាយលុយសហគមន៍សម្រាប់ធ្វើស្រាវជ្រាវទៅលើចំណុចនេះបាទយើងនឹងធ្វើការស្រាវជ្រាវទៅលើចំណុចនេះហើយយើងមានលក្ខណៈវិจัยអំពីការដំណើរការនៃទំនប់ទឹកបាទអញ្ចឹងយើងនឹងនិយាយអំពីកន្លែងមួយអំពីលក្ខណៈវិនិច្ឆ័យរបស់យើងរបៀបដែលគេអាចនឹងធ្វើការទទួលបញ្ជាក់ពីយើងពេលខ្លះគេទទួលពេលខ្លះគេដើរចេញគេអត់ចង់ធ្វើទេអញ្ចឹងយើងឃើញនៅ Lawrence នេះជាកន្លែងមួយដែលយើងចង់ធ្វើការវាយតម្លៃលើយើងឃើញយើងព្យាយាមរកគណនេយ្យភាពសម្រាប់កន្លែងនេះហើយបាទសហគមន៍វារងផលប៉ះទៅដោយសារតែទំនប់ទឹកសូមអរគុណទាំងអស់គ្នាបាទសូមអរគុណបាទសូមអរគុណគ្រប់គ្នាពេលនេះយើងនិយាយពីជំហានបន្ទាប់ចឹងជំហានបន្ទាប់គឺកិច្ចប្រជុំនៅខែ3ថ្ងៃទី13នៅ Framingham ចឹងខ្ញុំឆ្ងល់ថាតើក្រុមប្រឹក្សាចង់និយាយពីប្រធានបទអ្វីខ្លះខ្ញុំគិតថាមានចំណុចមួយដែលគួរតែគិតគឺសូមអញ្ជើញក្រុមប្រឹក្សាសមាជិកក្រុមប្រឹក្សាមកណហនបាទតាមមានប្រធានបទមួយចំនួនដែលខាងក្រុមប្រឹក្សាចង់លើទេបាទមានទីភ្នាក់ងារមួយចំនួនដែលមិនទាន់បានចូលរួមអឺបាទជាការតាមដានអំពីភាពធន់ផ្នែកឆ្នេរសមុទ្រខ្ញុំឃើញថាគេនឹងបញ្ចេញការវាយតម្លៃទៅលើបរិស្ថានជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធបើសិនមានចំណាប់អារម្មណ៍ចំពោះក្រុមប្រឹក្សាអ្វីដែលការវាយតម្លៃនេះធ្វើសម្រាប់យើងគឺគេវាយតម្លៃអំពីការលិចទឹកតាមតំបន់ឆ្នេរសមុទ្រចឹងបើសិនមានការចាប់អារម្មណ៍ចំពោះចំណុចនេះខ្ញុំសប្បាយចិត្តនឹងធ្វើការបកបង្ហាញធ្វើបទបង្ហាញអំពីបញ្ហានេះបាទសូមដាក់ចំណុចនេះនៅក្នុងរបៀបវិរៈសម្រាប់ក្រុមកិច្ចប្រជុំលើកក្រោយខ្ញុំសូមបន្ថែមមួយទៀតគឺ geothermal បាទបាទល្អមែនទែនបានចឹងយើងនិយាយពី geothermal and ហេដ្ឋារចនាសម្ព័ន្ធ National Grid មួយទៀតខ្ញុំឈ្មោះ Sophia ខ្ញុំសូមថែមមួយខ្ញុំគិតថាតាមការផ្លាស់ប្ដូរអឺការគ្រប់គ្រងសហព័ន្ធខ្ញុំត្រូវការបច្ចុប្បន្នភាពទៅលើលុយដែលត្រូវអឺបានផ្ដល់តាមរយៈ grant សម្រាប់ឱកាសដែលបានផ្ដល់តាមរយៈទីភ្នាក់ងារដែលយើងបានលើហើយមួយទៀតគឺហើយគិតយូរអង្វែងពេកតែហើយសារតែមានដំណើរការមួយជំនាញអំពីការអនុវត្តបរិស្ថានថ្មីដែលគិតតែអឺអនុអនុញ្ញាតយើងរកអ្នកខាង DEP និង DRDPU និយាយអំពីរបៀបដែលយើងជួយដល់សហគមន៍ដែលត្រូវការយុត្តិធម៌បរិស្ថាន
ហើយគាត់អាចនឹងជួយបញ្ចេញមតិនៅក្នុងការដំណើរការទាំងអស់នេះចឹងខ្ញុំនិយាយអំពីប្រធានបទទាំងពីរហ្នឹងហើយយើងទទួលបច្ចុប្បន្នភាពពី Federal Grant ដែលបានចេញមកនិងច្បាប់បរិស្ថានថ្មីឥឡូវខ្ញុំសូមការបញ្ចប់កិច្ចប្រជុំសូមមានអ្នកសូមបន្ថែមតែបាទឥឡូវហៅវត្តមានដើម្បីបញ្ចប់លារបស់និតបាទ Madeline Fraser Cook Melissa Harding Freddie yeah Cheryl Forty បាទ Claire Leinhorn បាទ Namina Qatar Lydia Low Marcos Luna បាទ Peter Mathy បាទ Sophia Owen បាទ Ben Salonetti Trisha Spence Ari Zorn Maria Fallon Power បាទបញ្ចប់ត្រឹមនេះបាទសូមអរគុណគ្រប់គ្នា